ដំណាំពោតដាក់ជីទៅពេលវេលាកាន់ទិន្នផលយ៉ាងតិច 20% ពូជល្អជីល្អរៀបចំដីល្អតែទិន្នផលពោតនៅតែទាបបញ្ហានេះមិនមែននៅលើជីទេគឺនៅលើពេលវេលាការដាក់ជីទៅពេលវេលាអាចបង្កើនទិន្នផលពី 20 ទៅ 50% ដោយមិនចាំបាច់ថែមបរិមាណជីឡើយនេះគឺជាដំណាក់កាលគន្លឹះទាំង4ដំណាក់កាលទី1ពេលដាំដុះចន្លោះពី0ទៅ2សប្តាហ៍ពោលទៅការផុសស្វះដើម្បីលូតលាស់ទៅដាក់ជីស្រទាប់បាតឬបំពន់គុលភ្លាមឲ្យគៀកនឹងព្រោះផុសស្វះមិនសូវធ្វើចលនានៅក្នុងដីទេដំណាក់កាលទី2លូតលាស់ដើមស្លឹកចន្លោះពី3ទៅ6សប្តាហ៍ជាពេលដែលពោតដាច់ពោះទៅការអាសូតបំផុតទៅបាចជីបំពន់លើកទី1នៅពេលពោតកម្ពស់ត្រឹមជង្គង់បើដាក់យឺតយ៉ាវនឹងបាត់បង់ទិន្នផលពី30ទៅ40% ដំណាក់កាលទី3មុនពេលចេញផ្កាឈ្មោលចន្លោះពី6ទៅ8សប្តាហ៍ពោតកំពុងបង្កើតផ្លែក្នុងដើមទៅជំរុញជាអាសូតស្រាលលើកទី2ដើម្បីឲ្យផ្លែវែងក្របច្រើននិងពេញល្អដំណាក់កាលទី4បំពេញក្រប8សប្តាហ៍ឡើងជាពេលពោតទៅការពោលតាស្យូមការដាក់ជីអាសូតនៅពេលនេះគឺជារឿងឥតប្រយោជន៍ព្រោះពោតលែងស្រូបយកវាទៀតហើយអ្វីដែលចាំបាច់ជៀសវាងនោះគឺការដាក់ជីទាំងអស់នៅក្នុងពេលតែមួយដាក់ជីពេលដីស្ងួតនិងការទុកឲ្យស្មៅស៊ីជីអស់ជីមានប្រសិទ្ធភាពលុះត្រាតែដាក់ចំពេលពោតត្រូវការពេលវេលាត្រឹមត្រូវគឺជាអាចកំបាំងនៃទិន្នផលដែលត្រឹមត្រូវ